ធ្វើអីកើតក្រៅពីបដាលសុំលាឈប់ពីកងទ័ពទៅអាហ្នឹងគាត់ស៊ីវិលគាត់ធ្វើអីតាមចិត្តយល់ថាមហាជនពេលគាត់ច្បាស់ជាយល់ហើយមនុស្សខូចហើយដល់ពេលគេដាក់វិន័យអាងសេកហៅមហាជនជួយនិយាយទៅមិនមែនលើកទី1ដែលខ្ញុំឃើញពួកគាត់និយាយអញ្ចឹងណាបាទហើយយើងគិតថាជារឿងធម្មតាដែរនឹងការទួយសោករបស់ពួកគាត់ណាបាទប៉ុន្តែគាត់ទៅធ្វើអីកើតក្រៅពីបដាលបាទទី1ទី2គឺចុះបើគាត់អនុវត្តឲ្យត្រឹមត្រូវតាមច្បាប់គោលការណ៍គេត្រឹមត្រូវទៅវាពិបាកយ៉ាងណាបានជាមិនចេះតែមិននេះចេះតែខូចខ្លួនឯងហើយដល់ពេលគេរឹតបន្តឹងច្បាប់អាងមកស្រែកឲ្យមហាជនជួយប៉ុន្តែត្រឡប់មកវិញសួរថាចុះបើសុំគេត្រឹមត្រូវទៅធ្វើតាមច្បាប់ត្រឹមត្រូវទៅបាទហើយយើងកូនចៅរបស់យើងខ្សែតកងទ័ពហើយយើងចង់ធ្វើកងទ័ពទៅបើយើងអត់គ្រប់ច្បាប់ចឹងសេរីតាមចិត្តទៅណាទៅណីអញ្ចឹងច្បាប់បទនៃរបស់គេមានចែងគេអត់អនុញ្ញាតយើងធ្វើអញ្ចឹងទេអញ្ចឹងខ្ញុំយល់ថាមហាជនពេលគាត់ច្បាស់ជាយល់ហើយមនុស្សខូចហើយដល់ពេលគេដាក់វិន័យអាងសេកហៅមហាជនជួយតែសួរថាយើងមានខុសវិន័យអត់បាទឥឡូវយើងមានពេលយើងទិញចនាទៅណីហ្នឹងយើងមានសុំអាការអាជ្ញាពីអង្គភាពត្រឹមត្រូវអត់បាទហើយអញ្ចឹងបើគាត់ថាគាត់ពិបាកអត់អីទេគាត់មិនបាច់ចាំឈប់ពីបដាទេគាត់ឈប់ធ្វើសុំលាឈប់ពីកងទ័ពទៅអាហ្នឹងគាត់ស៊ីវិលគាត់ធ្វើអីតាមចិត្តតែប៉ុន្តែគាត់ជាកងទ័ពគាត់ត្រូវគោរពច្បាប់ពួកអង្គភាពគេមានច្បាប់បាទកងទ័ពបត់វិន័យគេតឹងរឹងណាមកតាមចិត្តអញ្ចឹងគេគ្រប់គ្រងមិនបាទអាម៉ាត់កាត់ចេញវិធានអាម៉ាត់កាត់ចេញវិធានឈប់និយាយបានណាអាម៉ាត់ហ្នឹងអាម៉ាត់ហ្នឹងក៏ចេញវិធានអាម៉ាត់ហ្នឹង